សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកសម្រាប់រឿង Song of Revolution រឿងនឹងចេញយូរដែរហើយអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំចង់យកវាមកសម្រាប់ដោយសារតែខ្ញុំមើលចប់ម្ដងហើយប៉ុន្តែវាល្អមើលអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថាយកវាមកសម្រាប់ឲ្យអ្នកទាំងអស់គ្នាមើលតើឥឡូវខ្ញុំចូលទៅដល់សាច់រឿងតែម្ដងទៅមុននឹងមកឡើយយើងក៏ឃើញក្មេងប្រុសម្នាក់បានដើរមកទីនេះហើយគេក៏បាននិយាយថាខ្ញុំមកទីនេះដើម្បីជួយរកមិត្តភក្តិរបស់ខ្ញុំបានមកដល់ទីកន្លែងនេះវាស្ងាត់ណាស់ខ្ញុំគួរតែទៅរកមិត្តរបស់ខ្ញុំឲ្យបានលឿនបំផុតខ្ញុំគិតថាទីនេះចម្លែកណាស់ពេលនោះគឺសរតួអង្គរបស់យើងក៏បានរោឡើងសួស្តីរាងកាយអាសាថាដែលមកដល់ខ្ញុំបានមកដល់ហើយរីខ្ញុំសុំទោសអាសាថានោះមិនត្រឹមត្រូវទេតែទៅដល់ហើយមែនទេខ្ញុំនឹងធ្វើការព្យាបាលនៅយប់នេះហើយខ្ញុំនឹងមិនបោះបង់ទេខ្ញុំនឹងធ្វើរឿងនោះដោយខ្លួនឯងនៅថ្ងៃស្អែកខ្ញុំមិនប្រញាប់ទេឯងឆាប់ត្រឡប់ទៅផ្ទះវិញទៅហេរីឬខ្ញុំនិយាយទេនឹងរីក៏បានគិតក្នុងចិត្តថាខ្ញុំនឹងទៅវិញហើយសម្រាប់គេចោលគួរឲ្យខឹងណាស់ខ្ញុំនឹងមិនមកបោះពុំកាប់ពលស្កលសម្រាប់គេទៀតទេគួរឲ្យធន់ទ្រាំណាស់ហ៊ានមកវើក្បាលខ្ញុំផងខំរត់មកតែបាយក៏មិនទាន់បានញ៉ាំផងពេលនោះទូប្រុសរបស់យើងក៏បានភ្ញាក់ព្រឺជាអកុសលគេក៏បានងាកទៅក្រោយវាសនារបស់គេចាប់ផ្ដើមងាកទៅរកទិសដៅខុសបាត់ទៅហើយប៉ុន្តែគេមិនដឹងខ្លួននោះទេហើយគេក៏បាននិយាយក្នុងចិត្តថាមានមនុស្សនៅទីនេះមែនទេមើលទៅដូចជាក្មេងស្រីមែនទេហើយក៏បានសួរទៅកាន់នារីនោះថានាងមិនអីទេមែនទេនារីនោះក៏បានងាកមកមើលមុខតួអង្គរបស់យើងហើយតួអង្គរបស់យើងក៏បានគិតក្នុងចិត្តថាមុខនាងដូចខ្ញុំណាស់សូម្បីតែភ្នែកក៏ដូចខ្ញុំជាងបងស្រីខ្ញុំដែរនាងក៏បាននិយាយថាហេតុអ្វីទៅប្រុសក៏បានឆ្លើយស្អីគេនារីម្នាក់នោះបាននិយាយថាមិនគួរនៅទីនេះទេហេតុអ្វីបានជាមានឯងនៅលើផែនដីនេះទៅវិញទូប្រុសរបស់យើងក៏បានគិតក្នុងចិត្តថាស្អីហ្នឹងដល់ថ្នាក់មិនចង់ឲ្យខ្ញុំនៅលើផែនដីនេះផងក៏បាននិយាយថាខ្ញុំគិតថានាងចាំមនុស្សខុសហើយម្នាក់ស្រីនោះក៏បានទះតួអង្គរបស់យើងផ្លាច់ឯងអាក្មេងល្ងងមិនក៏មកទីនេះអញ្ចឹងតួប្រុសរបស់យើងក៏បានដួលទៅលើអត់ហើយក៏បានគិតក្នុងចិត្តថាហេតុអ្វីបានជាខ្ញុំត្រូវតែកំភ្លៀងមុំនោដូចជាមិនសមទេចាំតែឲ្យផ្ទះ free តាទូប្រុសរបស់យើងក៏បានងើបឡើងមកហើយក៏ជាដៃបំរុងនឹងផ្ទះនាងដែលគិតក្នុងចិត្តថាទោះបីជានាងមើលទៅដូចខ្ញុំក៏ដោយក៏ខ្ញុំមិនស្រូតជាមួយដែរនាងមិនត្រូវមកផ្ទះកំភ្លៀងនរណាម្នាក់ដោយគ្មានហេតុផលនោះទេបើភាគីម្ខាងទៀតនឹងវាយតបវិញគឺត្រឹមត្រូវហើយនារីម្នាក់នោះបានអង្គុយចុះហើយក៏យំតួប្រុសរបស់យើងក៏បានអង្គុយដែរហើយក៏មានការងើយឆ្ងល់ជាខ្លាំងបន្ទាប់មកក៏មិនបានសួរនាងទេក៏បានដើរត្រឡប់ទៅវិញប៉ុន្តែក្មេងស្រីនោះបាននិយាយថាខ្ញុំដឹងថារឿងនេះអាចធ្វើឲ្យឯងខឹងប៉ុន្តែខ្ញុំចង់បញ្ចូលសូមមេត្តាស្ដាប់ខ្ញុំសិនទៅនារីម្នាក់នោះបានលូកដៃទៅកាន់ទូប្រុសរបស់យើងហើយនិយាយថាប្រសិនបើឯងនៅស្រឡាញ់អ្វីគ្រប់យ៉ាងដែលមានរាល់ថ្ងៃនេះនៅស្រឡាញ់មនុស្សគ្រប់គ្នាដែលបាននៅជាមួយឯងសូមធ្វើអ្វីគ្រប់យ៉ាងពេញមួយជីវិតរបស់ឯងទូប្រុសរបស់យើងបានមើលទៅនាងដោយមិនយល់អ្វីសោះនាងក៏បាននិយាយថាដើម្បីប្រឆាំងនឹងជោគវាសនាអាក្រក់មួយនេះទៅស្រាប់តែពេលនេះក៏ដូចជាមានអ្វីបានកើតឡើងទើបធ្វើឲ្យនាងបានងាកទៅមើលកន្លែងនោះភ្លាមនារីនោះក៏បាននិយាយថាចប់ហើយគេមកដល់ទីនេះហើយទូប្រុសក៏សួរថានាងណាទៅនារីម្នាក់នោះក៏បាននិយាយថាឆាប់ចូលទៅឆាប់ចេញពីទីនេះឥឡូវនេះភ្លាមទៅទូប្រុសរបស់យើងក៏បាននិយាយថាខ្ញុំមិនអាចទៅភ្លាមបានទេនាងក៏បានប្រើអំពើហិង្សាទៅមើលខ្ញុំជាមនុស្សណារុនបែបនេះមើលតែជ្រុលទៅហើយចូលនាងវិញមិនចូលមកទេឬរីម្នាក់នោះបានឆ្ងល់ទៅប្រាប់ទូប្រុសរបស់យើងแล้วនិយាយថាអាភ្លឺអើយខ្ញុំនឹងបំវាយចំណាប់អារម្មណ៍របស់គេឯងកុំធ្វើឲ្យមានសម្លេងឲ្យសោះណាទូប្រុសរបស់យើងក៏បានគិតក្នុងចិត្តថាខ្ញុំមានអារម្មណ៍ថាភ័យណាស់ប៉ុន្តែនាងមើលទៅដូចជាតក់ស្លុតជាងខ្ញុំទៅទៀតថាណាដែលធ្វើឲ្យនាងភ័យខ្លាចខ្លាំងបែបនេះស្រាប់តែពេលនោះក៏មាននរណាម្នាក់បានដើរមកแล้วនិយាយថាហេលេនឆាប់មកនេះមកស្រាប់តែពេលនោះយើងក៏បានឃើញថាមានប្រុសស្អាតមួយបានដើរមកពីជ្រុងម្ខាងទៀតមកទៅនារីម្នាក់នោះបានបង្ហាញទឹកមុខដូចជាភ័យខ្លាចខ្លាំងមែនទែនហើយនាងក៏បានឈប់ពាំងកុំឲ្យបុរសម្នាក់នោះបានឃើញតួអង្គរបស់យើងនៅខាងក្នុងចនាយន្តអ្នកប្រុសនោះក៏បានហៅនាងថាលេនអូនដឹងហើយថាអូនមិនអាចរកគិតបានទេចំណែកទូប្រុសរបស់យើងបានអង្គុយស្ដាប់គេទាំងឆ្ងល់អ្នកប្រុស
នោះក៏បាននិយាយថាហើយអ្វីបានជាអូនចង់រត់គេចពេលនេះតួប្រុសរបស់យើងក៏បានឆ្ងល់ហើយនារីម្នាក់នោះក៏បាននិយាយថាតើលោកគិតស្អីហ្នឹងតើនៅតែគិតថាឈ្មោះលីលីននៅមានលើលោកនេះទៀតមែនទេទីបំផុតខ្ញុំមានការចងចាំបាញ់ហើយពេលនេះខ្ញុំដឹងថាប្រវត្តិរបស់ខ្ញុំគឺខ្លាំងៗទេលោកនឹងមិនពាក់ព័ន្ធនឹងគ្នាទៀតទេបរិបម្នាក់នោះក៏បានឆ្លើយថាតើអូននៅតែមានក្នុងចិត្តរបស់បងណាលីលីននារីម្នាក់នោះក៏បានឆ្លើយថាមិនមែនខ្ញុំទេអ្នកប្រុសនោះក៏បានចាប់ថើនារីម្នាក់នោះហើយតួប្រុសរបស់យើងក៏បានអង្គុយមើលទាំងឆ្ងល់បន្ទាប់មកក៏ភ្ញាក់ផ្អើលម៉ែមើលវាធ្វើចរិតចោលតួប្រុសរបស់យើងក៏បានគិតក្នុងចិត្តថាខ្ញុំមិនខ្វល់ទេខ្ញុំចង់ចាកចេញពីទីនេះខ្ញុំមិនចង់ខ្ជះខ្ជាយពេលវេលានៅទីនេះដើម្បីមើលគូស្នេហ៍ភរិយាស្វាមីរបស់គេស្វីតនោះទេគាត់ក៏បានចុះចណ្ដើរយន្តឡើងលឿនគាត់ក៏បាននៅស្ងៀមដោយសារតែចណ្ដើរយន្តមិនដំណើរការទេវាមិនដំណើរការទេឬមកខុសទៅពេលហ្នឹងថ្ងៃនេះពិតជាសំណើការណាស់វើយឥឡូវធ្វើយ៉ាងម៉េចទៅខុសទៅរេកាយស្មារតីប្រហែលជាដេកចំទឹកគោកបាត់ហើយខ្ញុំមិនគួររាប់អានមិត្តបែបនេះទេសោយមកជីវិតពេលនោះទូរស័ព្ទរបស់តួប្រុសរបស់យើងក៏បានរើឡើងខអីម៉ោងនេះវើយងប់មិនខានទេអញតួប្រុសរបស់យើងក៏បានភ្ញាក់ព្រឹកដោយសារតែឃើញបរិបម្នាក់នោះបានសម្លឹងមកមើលគេគាត់ក៏បានគិតនៅក្នុងចិត្តថាចប់ហើយគេដឹងបាត់ហើយហេតុអ្វីបានជាខ្ញុំចាំបាច់ភ័យដែរខ្ញុំមិនបានធ្វើអ្វីខុសទេម្នាក់ប្រុសនោះក៏បានសម្លឹងមកតួប្រុសរបស់យើងហើយបាននិយាយថាអូនមិនអាចរត់គេចបានដូចគេទេរីម្នាក់នោះក៏បាននិយាយថាពេលនេះខ្ញុំមិនអាចជួយឯងបានទេខ្ញុំស្អប់លោកណាឈីចិននាងក៏បានបំផ្ទុះខ្លួនឯងបន្ទាប់មកតួប្រុសរបស់យើងក៏បានងាកទៅហើយក៏បាននិយាយថាខ្ញុំមិនជឿពីអ្វីដែលបានកើតឡើងទេហើយក៏បាននិយាយថាខ្ញុំបានមកដល់គែមនៃជីវិតនិងសេចក្តីស្លាប់ហើយតួប្រុសរបស់យើងក៏បានបន្តគិតថាវាឈឺណាស់រាងកាយខ្ញុំឈឺចាប់ភ្លាមៗនៅពេលខ្ញុំកម្រើខ្ញុំត្រូវប្រញាប់ឡើងខកហើយឡើងពេទ្យពេលនោះក៏មានជើងមួយគូបានចុះចតមកអត់ទៅមុខរបស់តួប្រុសរបស់យើងហើយបន្ទាប់មកបុរសម្នាក់នោះក៏បានងើយមុខរបស់តួប្រុសរបស់យើងឡើងម្នាក់ប្រុសនោះបានងាកមើលមុខរបស់តួប្រុសរបស់យើងហើយក៏បាននិយាយថាហេតុអ្វីបានជាមនុស្សប្រុសទៅវិញតួប្រុសរបស់យើងក៏បានគិតនៅក្នុងចិត្តថាស្អីថាខ្ញុំគួរតែខ្លាចជាមនុស្សស្រីឬម្នាក់ប្រុសនោះក៏បាននិយាយថាកុំខ្លាចឯងខ្ញុំមិនធ្វើឲ្យឯងឈឺចាប់ទេតួប្រុសរបស់យើងក៏បានចាប់ដៃម្នាក់ប្រុសនោះហើយនិយាយថាតើលោកបានគ្រប់គ្រាន់ហើយមែនទេបើគ្រប់ហើយសូមមេត្តាជួយហៅរថយន្តសង្គ្រោះបន្ទាន់ឲ្យខ្ញុំសិនមកបើមិនដូច្នេះទេខ្ញុំនឹងស្លាប់ហើយតួប្រុសរបស់យើងក៏បានក្អកបន្ទាប់មកក៏គិតក្នុងចិត្តថាសូមឈប់និយាយអ្វីដែលធ្វើឲ្យខ្ញុំក្អួតឈាមទៀតណាខ្ញុំគ្រាន់តែចង់រស់ប៉ុណ្ណោះអត់ចង់បានអ្វីទេម្នាក់ប្រុសនោះបានចាប់ដៃតួប្រុសរបស់យើងយកមកថើបហើយក៏បាននិយាយថាខ្ញុំមិនធ្វើឲ្យឯងស្លាប់ទេតួប្រុសរបស់យើងបានស្រឡាំងកាំងហើយបន្ទាប់មកក៏បានក្អួតឈាមលើសដើមក៏បានគិតថាអញសុខចិត្តងប់ក៏បានដែរម្នាក់ប្រុសនោះបានយកតួប្រុសរបស់យើងមកជិតខ្លួនហើយក៏បានដកសំដាយចេញហើយមិនដឹងជាថាក៏អ្វីទេចូលទៅក្នុងមាត់របស់តួប្រុសរបស់យើងហើយបន្ទាប់មកក៏បានខេគ្នាក៏មានបាតុភូតចម្លែកមួយបានកើតឡើងហើយតួប្រុសរបស់យើងក៏បានសម្លាប់ដោយគិតថាកក់ក្ដៅណាស់យើងក៏ឃើញតួប្រុសរបស់យើងជាកន្លែងស្អីហ្នឹងតួប្រុសរបស់យើងងាកទៅក៏បានឃើញនារីម្នាក់នោះបាននិយាយប្រាប់តួប្រុសរបស់យើងរត់ទៅឲ្យឆ្ងាយពីគេទៅក្មេងឈួតតួប្រុសរបស់យើងពិតជាឆ្ងល់ខ្លាំងមែនទែនហើយក៏បាននិយាយទៅកាន់នាងតើនាងមិនអីទេមែនទេពេលនោះក៏មានបន្លាចជាច្រើនបានមករុំដៃរបស់នាងនៅពេលណាតួប្រុសរបស់យើងចង់ទៅកាន់ដៃរបស់នាងហើយនៅពេលនេះតួប្រុសរបស់យើងយ៉ាងមកក្រោយក៏បានមកជាមួយនឹងបរិបម្នាក់នោះគឺលោកទៀតហើយលីលីនតើអូនឈឺទេអ្នកប្រុសនោះក៏បានចាប់ដៃតួប្រុសរបស់យើងមកលើថៃតួប្រុសរបស់យើងក៏បាននិយាយថាតើអ្នកដែលលោកហៅនោះជានរណាទៅអ្នកប្រុសនោះក៏បាននិយាយថាលីលីនហើយក៏បានខេតួប្រុសរបស់យើងតួប្រុសរបស់យើងក៏បានស្រែកអាមទៅពេលនោះក៏មានបរិបម្នាក់ទៀតនៅជិតតួប្រុសរបស់យើងក៏បានស្រែកហៅរេពេលដែលតួប្រុសរបស់យើងភ្ញាក់ឡើងក៏បានដល់ម្នាក់នោះមកដៃហើយបាននិយាយថាហ៊ានថើបអញហើយហៅឈ្មោះអ្នកផ្សេងផងងាប់ទៅ
ហើយទៅប្រុសរបស់យើងក៏បានភ្ញាក់មកវិញហើយម្នាក់ដែលបានស៊ីកំណាប់ដៃរបស់តួប្រុសយើងមិញនេះក៏បានងើបឡើងមកនិយាយថាអូយធ្គាមរបស់ខ្ញុំតើឯងយ៉ាងម៉េចហ្នឹងតួប្រុសរបស់យើងក៏បាននិយាយថារ៉ែងកាយហារឿងបានចប់ហើយអ្នកទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាហើយកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងរាល់ការនិយាយរបស់ខ្ញុំមិនសូវចំណេះកន្លែងណាខុសសូមអ្នកទាំងអស់គ្នាខន្តីអភ័យទោសគ្នាខ្ញុំផងចាសូមអរគុណ